មើលឡានបែនម្នាក់នឹងសង្សារខ្ញុំហើយឡានបែនអូយបងសម្លាញ់អូនសម្លាញ់រៀបការជាមួយបងទៅជល់ព្រមនេះឡានបងមែនទេមិនមែនទេឡានបងនៅខាងក្រោយតោះទៅឡើងឡានតោះឡាននេះហ៎មិនមែនទេនេះរបស់បងកង់3បងតោះឡើងទៅបងនាំទៅញ៉ាំកាទៀវស្អីគេអាកង់3ហ្នឹងហ៎តាមពិតត្រឹមតែជាអ្នករើអេតចាយខ្ញុំគ្មានថ្ងៃជិះកង់3ដឹកអេតចាយនេះទេព្រះហើយស្មានថាជាអ្នកមានហើយអាននេះទៅជួលពីហាងណាមកហ៎ឆាបាយើងបែកគ្នាទៅខ្ញុំហត់អញមើលចុះគ្រាន់តែខ្ញុំជេរវាក៏សុំខ្ញុំបែកឆាបានាងធ្វើបែបនេះបានចឹងម៉េចហេតុអីខ្ញុំធ្វើមិនបានខ្ញុំស្អាតចឹងនេះមានតែប្រុសចង់មកញ៉ាយខ្ញុំប្រុសតម្រង់ជួញញ៉ាយខ្ញុំវែងទៅដល់ក្រៅប្រទេសអ្នកក្រដូចជាវាបែបនេះខ្ញុំមិនខ្វល់ទេឬអញចង់បានអញយកទៅឆាបាខ្ញុំសុំសួរនាងដែលស្រឡាញ់ខ្ញុំខ្លះទេមកសួរធ្វើស្អីសោកស្ដាយហ៎បើឯងចង់ឲ្យខ្ញុំរៀបការជាមួយឯងអញ្ចឹងឯងដោះកៅអៅចេញឲ្យអស់រួចហើយរត់ទៅពីមាត់ច្រកដល់ចុងច្រកហើយខ្ញុំនឹងបន្ទាបខ្លួនមករៀបការជាមួយឯងឆាបាខ្ញុំសួរនាងជាលើកចុងក្រោយនាងដែលស្រឡាញ់ខ្ញុំខ្លះទេមិនដែលខ្ញុំស្រឡាញ់តែអ្នកមានខ្ញុំមិនស្រឡាញ់អ្នកក្រដូចជាឯងទេអ្នកក្រដូចឯងខ្ញុំមិនចាប់អារម្មណ៍បើនាងមិនស្រឡាញ់ខ្ញុំមិនក៏មិនប្រាប់ខ្ញុំតាំងពីដំបូងនាងមកធ្វើឲ្យខ្ញុំខូចចិត្តធ្វើអីលេងជាមួយនឹងមនុស្សសញ្ចេតនាខ្ញុំធ្វើអីធ្វើអញ្ចឹងសប្បាយចិត្តណាស់មែនទេតោះឈប់សិនមើលរៀបការជាមួយខ្ញុំណាយល់ព្រមតោះឡើងឡានមើលមិនមែនកង់3នឹងទេឡាននេះឈប់សិន
តាមពិតខ្ញុំគ្រាន់តែចង់សាកចិត្តនាងខ្ញុំស្ទើរតែមិនជឿថានាងជាមនុស្សមុខលួចដល់ថ្នាក់នេះ រឿងដែលកើតឡើងខ្ញុំគ្មានចេតនាពិតមែនយើងជាគ្នាវិញតែបានទេខ្ញុំស្រឡាញ់លោកពិតមែន នាងស្រឡាញ់ខ្ញុំហ៎ស្រឡាញ់លុយច្រើនជាង វាមិនសំខាន់ទេថាពេលមានយើងនៅជាមួយអ្នកណាតែដែលសំខាន់នោះគឺថានៅពេលដែលអ្នកគ្មានអ្វីសោះអ្នកណាដែលនៅជាមួយយើង